ទាំងអស់គ្នាដែរអង្គុយឲ្យនឹកឃើញឆ្ងល់អត់មិនក៏ម្នាក់នេះគាត់ឆ្លាតម៉េះមិនក៏ម្នាក់នោះគាត់ឆ្លាតម៉េះគាត់អាចធ្វើរឿងដ៏ពិបាកបានរឿងដែលគ្មានណាគេអាចធ្វើបានមិនក៏គាត់ធ្វើបានតែបើនិយាយមែនទៅភាពឆ្លាតខ្លះមិនមែនកើតឡើងពីធម្មជាតិមកទេប៉ុន្តែវាគឺជាលទ្ធផលនៃទម្លាប់ល្អដែលធ្វើជារៀងរាល់ថ្ងៃអញ្ចឹងថ្ងៃនេះយើងមកស្គាល់ទម្លាប់ល្អដែលធ្វើយើងឆ្លាតជាងមុនតោះអញ្ចឹងទម្លាប់មុនគេបំផុតគឺជៀសមិនផុតពីការអានសៀវភៅទេអានសៀវភៅធ្វើឲ្យចំណេះដឹងយើងកាន់តែរីកចម្រើនយើងមានគំនិតច្រើនជាងមុនយើងគិតបានជ្រៅជាងមុនហើយយើងដោះស្រាយបញ្ហាក៏បានរលូនដែរហើយការអាននោះមិនសំដៅតែទៅលើការអានសៀវភៅទៅមុខទេទាំងអស់គ្នាអាចអាននៅលើគេហទំព័រនៅលើ page Facebook ឬក៏នៅលើ Instagram ឲ្យតែកន្លែងណាជាការចែករំលែកបទពិសោធន៍ល្អព័ត៌មានល្អអ្នកទាំងអស់គ្នាអានទៅពិតជាអត់ខាតទេបន្ទាប់ពីការអានសៀវភៅទម្លាប់ទី2នោះគឺការសួរសំណួរតាមពិតទៅពេលខ្លះយើងមានសំណួរច្រើនណាស់តែយើងអត់ហ៊ានសួរព្រោះខ្លាចអ្នកជំនាញខ្លួននឹងគិតថាយើងអន់ដូចយើងរៀនមេរៀនអីថ្មីនៅសាលាមួយចឹងគ្រូដាក់មេរៀនមកអ្នកផ្សេងទៀតអត់មានអ្នកសួរសោះបើយើងសួរម្នាក់ឯងមានន័យថាយើងអន់ជាងគេហើយគេយល់អស់ហើយមិនក៏យើងអត់ទាន់យល់ទៀតតែត្រូវចាំថាអ្នកដែលហ៊ានសួរគឺអ្នកដែលចង់ចេះពិតប្រាកដតាមពិតអ្នកនៅជុំវិញខ្លួនយើងភាកច្រើនក៏គាត់ឆ្ងល់ដែរតែគាត់ក៏អត់ហ៊ានសួរដូចយើងដែរអញ្ចឹងគាត់គិតអ្វីដូចយើងគិតចឹងហើយម្យ៉ាងទៀតមនុស្សនៅជុំវិញខ្លួនតាមពិតទៅគេអត់ខ្វល់ពីយើងដល់ថ្នាក់នឹងទេយើងឆ្ងល់ឬក៏មិនឆ្ងល់ជារឿងរបស់យើងអញ្ចឹងយើងសួរទៅអីដែលយើងឆ្ងល់យើងសួរទៅឥឡូវមិនមែនមានតែគ្រូទេដែលយើងអាចសួរបានយើងអាចសួរ AI ដូចជា ChatGPT យើងអាចសួរមិត្តភ័ក្តិរបស់យើងអញ្ចឹងណាគេដែលយើងទុកចិត្តយើងអត់ខ្មាស់យើងសួរពួកគាត់បានហើយទម្លាប់បន្តទៀតនោះគឺការស្ដាប់ឲ្យបានច្រើនស្ដាប់គេនិយាយឲ្យបានច្រើនដើម្បីទាញយកបទពិសោធន៍ល្អមកទុកក្នុងជីវិតឥឡូវគេមាន podcast គេមានវេទិកាចែករំលែកពីបទពិសោធន៍ល្អអញ្ចឹងអត់ខ្វះអីត្រូវស្ដាប់ទេស្ដាប់ហើយទាញយកអីដែលល្អមកទុកទៅថ្ងៃក្រោយយើងអាចយកបទពិសោធន៍ល្អទាំងអស់ហ្នឹងទៅដោះស្រាយបញ្ហានៅក្នុងជីវិតយើងទម្លាប់បន្តទៀតគឺការគិតមុននិយាយនៅពេលដែលយើងចាប់ផ្ដើមចង់និយាយអីមួយគិតឲ្យបានច្បាស់មុននឹងនិយាយព្រោះពេលដែលយើងនិយាយហើយគឺមិនអាចលេបសម្ដីនឹងមកវិញបានទេអញ្ចឹងពេលដែលយើងគិតមុននិយាយធ្វើឲ្យយើងគិតបានកាន់តែច្រើនហើយនិយាយអ្វីដែលប្រសើរជាងមុនហើយទម្លាប់មួយទៀតនោះគឺជាការរៀនពីកំហុសមិនមែនជាបរាជ័យទេប៉ុន្តែវាជាមេរៀនបើលើកហ្នឹងយើងធ្វើវាខុសហើយរៀនពីវាអញ្ចឹងថ្ងៃក្រោយយើងអត់ធ្វើរឿងហ្នឹងខុសដដែលទៀតទេឥឡូវចូលមកដល់ទម្លាប់បន្តទៀតគឺជាការចែករំលែកឬក៏ការបរៀនទៅដល់មិត្តភ័ក្តិពេលបរៀនគេមិនមែនគេចេះហើយយើងខាតបង់ចំណេះដឹងទេកាលណាយើងបរៀនគេកាន់តែច្រើនយើងយល់ពីចំណុចដែលយើងបរៀនគេនឹងកាន់តែច្បាស់ជាងមុនទៀតនៅពេលបរៀនគេយើងក៏ដូចជាកំពុងតែវឹកហាត់នៅចំណេះដឹងរបស់យើងឲ្យកាន់តែរឹងមាំផងដែរទម្លាប់មួយទៀតគឺការចង់ចេះចង់ដឹងកាន់តែចង់ដឹងយើងនឹងស្វែងរកចម្លើយរបស់សំណួរដែលយើងឆ្ងល់នោះអញ្ចឹងនៅពេលដែលយើងស្វែងរកចម្លើយយើងនឹងទទួលបានចំណេះដឹងថ្មីបទពិសោធន៍ថ្មីនិងគំនិតថ្មីបន្ថែមទៀតបន្ទាប់មកទៀតទម្លាប់ចុងក្រោយគឺការប្រកួតប្រជែងការប្រកួតប្រជែងក៏ដូចជាការវាស់ស្ទង់សមត្ថភាពខ្លួនឯងហើយនឹងអភិវឌ្ឍខួរក្បាលរបស់យើងអញ្ចឹងដែរកាន់តែមានការប្រកួតប្រជែងខួរក្បាលរបស់យើងកាន់តែធ្វើការបានល្អចឹងសរុបមកវិញការឆ្លាតមិនមែនកើតពីសំណាងទេប៉ុន្តែកើតពីទម្លាប់ប្រចាំថ្ងៃចាប់ផ្ដើមធ្វើទម្លាប់ល្អចាប់ពីថ្ងៃនេះតទៅសូម្បីតែមួយទម្លាប់ក៏បានដែរវានឹងធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលមានភាពប្រសើរឡើងជាងយើងកាលពីម្សិលមិញកាន់តែអនុវត្តកាន់តែឆ្លាត